ស្រេចទៅហើយបាបបុណ្យគឺយើងនេះឯងយើងធ្វើបាបឲ្យរឿងរ៉ាវទុកទោសឧបទ្រពចង្រៃទាំងឡាយមានប្រមាណមកទាំងអស់បាបនោះអត់តែនិយាយថាឆុងហ្នឹងគឺសាងបាបហ្នឹងហើយកុំសាងបាបទៅអត់អីឆុងទេអើតែសាងបុណ្យទៅបើសាងបាបអានឹងឆុងតែបើសាងបុណ្យអត់អីឆុងទេព្រះពុទ្ធជាម្ចាស់មិនដែលឆុងទេព្រះអង្គលោកសាងបុណ្យបារមីទៅរហូតហ្នឹងមួយទៀតមើលឲ្យមែនតើជីវិតយើងខ្លីឬវែងគិតមែនតើមិនខ្លីឬវែងទៀងឬមិនទៀងអត់អីទៀងទេណាហើយក៏អត់វែងដែរប្រមាណតិចណាស់ព្រះអង្គសម្ដែងថាប្រមាណតិចណាស់ជីវិតសត្វលោកព្រះអង្គបញ្ជាក់ថាម៉េចសត្វលោកត្រូវចូលរាបញ្ជូនតទៅឲ្យព្យាធិបញ្ជូនតទៅឲ្យណាមរណៈណាអត់កិច្ចរួចទេចាំមកលើកឡើងឲ្យថាទោះមានលុយប្រមាណលានប្រមាណកោតអត់កិច្ចរួចពីសេចក្តីស្លាប់ហើយបើស្លាប់ហើយថាទៅណានេះដែលត្រូវគិតយើងឃើញគេឯងទាំងអស់គ្នាស្លាប់តាំងពីដើមពីតាំងពីអើយមកពីប្រមាណកាប់ផែនដីមកហើយកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ប៉ុន្តែសួរថាស្លាប់ទៅណាមានអ្វីជាទីពឹងហើយនៅធ្វើទីពឹងខ្លួនឯងហើយនៅពឹងកូនពឹងទ្រព្យសម្បត្តិពឹងអ្វីបានទេពឹងពេទ្យបានទេយើងឈឺរត់រកពេទ្យឲ្យពេទ្យជួយសួរថាពេទ្យរស់ឬក៏ស្លាប់ដែរចង់បញ្ចប់ស្លាប់ដូចគ្នាអញ្ចឹងអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់អ្នកល្ងងក៏ស្លាប់អ្នកមានបញ្ញាក៏ស្លាប់ប្រសង់ក៏សកត់យើងនេះក៏ស្លាប់បើស្លាប់ទាំងអស់ចង់បញ្ចប់ស្លាប់ដូចគ្នាហេតុអីក៏គុំគួនសងសឹកព្យាបាទគ្នាយកឈ្នះចាញ់ធ្វើអ្វីសួរសំណួរខ្លួនឯងទៅកាលបើគុំគួនសងសឹកកាប់សម្លាប់បាញ់គ្នាពេញតវាលពេញតប្រទេសពេញតអីទៀតពិភពលោកតែម្ដងសុទ្ធថាបានប្រយោជន៍អីទៅបើគង់តែស្លាប់ដូច្នេះគិតពិចារណាឡើងវិញជីវិតយើងតិចណាស់អញ្ចឹងបើតិចទេរស់នៅសាងអំពើល្អជាមួយគ្នាឲ្យបានច្រើនទៅប្រសាងបាបព្រះអង្គសម្ដែងថាម៉េចប្រៀបដូចជាច្រេះដែលកើតអំពីដែកច្រេះកើតអំពីដែកលោកអ្នកមើលឃើញកូនចៅប្រុសស្រីទៅមើលទៅចេះកើតពីដែកច្រេះនឹងទៅស៊ីអ្នកណាវាសម្លាប់អ្នកណាចេះនឹងវាស៊ីដែកសម្លាប់ដែកនឹងវិញយ៉ាងណាមិញព្រះអង្គបញ្ជាក់ថាម៉េចបុគ្គលបានបើសាងបាបកម្មហើយណាបាបកម្មនឹងរមែងឲ្យផលបុគ្គលនឹងវិញដោយស្រមោលអន្ទោលតាមប្រាណណាអត់បាត់ទេណាកុំតើឃើញគេមានមកកណោឃើញអ្នកខ្លះធ្វើអំពើអាក្រក់អំពើបាបតែនៅតែមានថាឱកាសមិនតាន់ឲ្យផលបាបអត់តាន់ឲ្យផលព្រះអង្គបញ្ជាក់ថាស្រមោលអន្ទោលតាមប្រាណអត់ដាច់ទេមានឱកាសឲ្យផលហើយអញ្ចឹងបំណាច់នឹងស្លាប់ជីវិតតិចតែមួយនេះសាងបុណ្យជាមួយគ្នាបានច្រើនមិនបាច់ចំណែនឈ្នះនេះទេព្រោះគេសាងណាគេបានអ្វីគេបានអានឹងហើយគេសាងបុណ្យគេបានបុណ្យហើយសាងបាបបានបាបហើយព្រះអង្គសម្ដែងអត់ខុសទេអញ្ចឹងក្នុងនេះព្រះអង្គបញ្ជាក់ថាម៉េចណាពីរោះណាឃ្លាព្រះអង្គសម្ដែងបុណ្យគឺអាយុដ៏ប្រសើរផងយសស័កដ៏ប្រសើរផងគេឈ្មោះដ៏ប្រសើរផងសេចក្តីសុខដ៏ប្រសើរផងកម្លាំងដ៏ប្រសើរផងរំលែងចម្រើនដល់បុគ្គលអ្នកជ្រះថ្លានិងវត្ថុដ៏ប្រសើរដឹងច្បាស់នៅធម៌ដ៏ប្រសើរជ្រះថ្លាក្នុងធម៌ព្រះពុទ្ធដ៏ប្រសើរជាតក្កណីយបុគ្គលរកបុគ្គលដទៃប្រសើរគ្មានជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាធម៌ប្រឆារកៈជាធម៌ស្ងប់រងាប់នាំមកនៅសុខជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាបញ្ញខេតរកខេតដទៃក្រៃលែងជាងគ្មានជាអ្នកឲ្យនៅទានបុគ្គលដ៏ប្រសើរបុគ្គលអ្នកមានប្រាជ្ញាមានចិត្តតម្កល់នៅក្នុងធម៌ដ៏ប្រសើរជាអ្នកឲ្យនៅទានចំពោះបុគ្គលដ៏ប្រសើរតែងបានទៅកើតទេវតាឬមនុស្សដល់នៅសេចក្តីប្រសើររមែងរីករាយសប្បាយនឹងឃ្លាដែលព្រះអង្គសម្ដែងដែលខ្ញុំអានសូមស្ដាប់ជាឧបនិស្ស័យទៅ